ពេញទៅដោយអ្នកគ្រប់គ្រងប្រមាណជាង 50,000 នាក់ប្រកាសស្វែងរៀងប្រើប្រាស់ឯកសណ្ឋានអាវទឹកប៊ិចខោសស្រោមជើងពណ៌ទឹកប៊ិចចំណែកឯក្រុមភ្ញៀវអាកាដាក់ប្រើឯកសណ្ឋានពណ៌សមួយឈុតតែម្ដងដើមដំបូងចេញពីការប៉ុនប៉ងរបស់ Rio Fuji តែរំលងរបាទីកីឡាករខ្សែបម្រើសញ្ជាតិជប៉ុនរូបនេះទទួលបាល់ពីការតែតរបស់ខ្សែការពារអាកាដាក់ហើយក៏ទាត់ត្រឡប់ទៅវិញតែមិនបានសម្រេចនោះទេញៀនសុកស៊ីដានបញ្ជូនបាល់ត្រង់នេះឲ្យសារិតគ្រីយ៉ាឡើងមកតែតបញ្ចប់ទីតែក៏មិនចំគោលដៅដែរលូតខ្ពស់ត្រដែតតែម្ដងតែការបញ្ជាបាល់របស់គេមិនបានដូចចិត្តនោះឡើយបន្តមកទៀតគ្រីស្ទៀនក៏ព្យាយាមទាត់មុំតូចនៅត្រង់ចំណុចនេះតែក៏មិនចំគោលដៅទេការបញ្ជូនរបស់ប៊ុនផាច័ន្ទបាយចូលក្នុងប្រអប់ហើយក៏ទាត់យកតែម្ដងតែខុសគោលដៅការបញ្ជូនចោះឲ្យប៊ុនផាច័ន្ទប៊ុនកងដែលនេះគួរតែជាគ្រាប់បាល់នាំមុខតែប៊ុនផាច័ន្ទប៊ុនកងព្យាយាមទាត់មុំតូចធ្វើឲ្យអ្នកចាំទីឆារីយ៉េវអាចជួយសង្គ្រោះបានការបញ្ជូនចោះរបស់ Gabriel Silva Costa ស្របជាមួយនឹងលបឿននៃការរត់ចេញពីក្រោយខ្នងរបស់ខ្សែការពារធ្វើឲ្យប៊ុនផាច័ន្ទប៊ុនកងមានឱកាសទាត់ទីតែមិនបានសម្រេចក្រោយមកទៀតក៏មានការទាត់មួយជើងឆ្វេងមិនចំគោលដៅពី Dida Dudiev ខ្សែប្រយុទ្ធមុតស្រួចរបស់ FK Arkadag តែបាល់នេះគឺបានត្រឹមតែរំលងរបាទីបន្តមកត្រង់ចំណុចនេះការប៉ុនប៉ងមួយជើងស្ដាំតែសង្គ្រោះបានដោយអ្នកចាំទីវីរៈតារាពីខ្សែបំរើស្លាបខាងស្ដាំរបស់ក្រុមបាល់ទាត់ FK Arkadag កីឡាករ Shanaza Turkiso ចប់វគ្គទី1ក្រុមទាំងពីរស្មើគ្នា0-0 ការប្រកួតវគ្គទី2ក៏បានចូលមកដល់ហើយយើងឃើញថាប្រខានរីស្វែរៀងកាន់តែដាក់សម្ពាធទៅលើក្រុមភ្ញៀវ FK Arkadag បន្ថែមទៀតត្រង់នេះ Brandinho គឺបានរុញបាល់ទៅមុខហើយក៏ទាត់សម្ដៅទីតែបាល់នេះបាទយឺតធ្វើឲ្យអ្នកចាំទីអាចជួយសង្គ្រោះបានបន្តមកទៀតមានការទាញឆ្វេងស្ដាំចុះឡើងហើយក៏ទាត់សម្ដៅទីដោយប្រើជើងស្ដាំពីញៀនសុកស៊ីដានតែមិនបានសម្រេចនោះទេបុកជាមួយជើងរបស់ខ្សែការពារនឹងជាប្រធានក្រុមបាល់ខ្ទាតចេញក្រៅបាល់ជ្រុងនៅនាទីទី59របស់អាកាដាកបំផ្លោងមកហើយក៏តែតបញ្ចូលទីបានយ៉ាងល្អដែលជាគ្រាប់បាល់នាំមុខគ្រាប់បាល់ទី1ដោយខ្សែការពារពាក់លេខ4កីឡាករមីកាន់សាប៉ារ៉ូវចេញពីជើងរបស់អ្នកបញ្ជូនចេញពីជ្រុងមកហើយក៏លោតតែតបញ្ចូលទីបានសម្រេចតែម្ដងមួយប៉ះនេះมันអាចសង្គ្រោះបានឡើយដោយអ្នកចាំទីវីរៈតារាបន្តមកទៀតនៅនាទីទី63យើងឃើញចេញពីស្លាបខាងស្ដាំកាត់មកហើយក៏មួយជើងរបស់ Matheus Moraes តែមិនបានល្អនោះទេការកាត់របស់ញៀនសុកស៊ីដានទៀតទៅ Matheus ជាយាមកាប់យកតែម្ដងតែបាល់នេះមិនចំគោលដៅ Rio Fuji បញ្ជូនបាល់ជ្រុងទៅហើយក៏ព្យាយាមបន្ថែមតែមិនបានសម្រេចទៀតមកត្រង់នេះជូសិនទីទាត់មិនចំគោលដៅយើងមើលម្ដងទៀតការបញ្ជូនរត់តែតរត់បន្ថែមព្យាយាមឃ្លៀបាល់តែមិនដាច់សល់សិនទីមួយជើងនេះខុសគោលដៅបន្តមកទៀតតាកាឈីអូដាវរ៉ាបញ្ជូនត្រង់នេះហើយដែលជួយឲ្យសារិតគ្រីយ៉ាអាចតែតបញ្ចូលទីតាមស្មើបាន1-1ការតាមស្មើរបស់ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងទៅលើបាទក្រុមភ្ញៀវបាទ FK Arkadag តាមរយៈការបញ្ជូនរបស់កីឡាករតាកាឈីអូដាវរ៉ាចលនារត់មកដណ្ដើមទីតាំងនិងតែតបញ្ចូលទីដោយសារិតគ្រីយ៉ា Brandinho ក៏មានបាល់បញ្ជូនចូលក្នុងមួយដែរត្រង់នេះ Matheus Moraes ទាត់មិនចំគោលដៅជាថ្មីទៀត Brandinho មើលឃើញបញ្ជូនទៅតែមិនបានសម្រេចតែនៅសល់ Brandinho ព្យាយាមទាត់ volley តែមិនបានសម្រេចទេ
នៅម៉ោងបន្ថែមការប៉ុនប៉ងរបស់មិនរតនៈតែក៏សង្គ្រោះបានដោយកីឡាករ Cheriev ដែលជាអ្នកចាំទីរបស់ FK Arkadag ចប់ការប្រកួត90នាទីក្រុមទាំងពីរស្មើគ្នាបាទ1-1 Saparov ជាអ្នកតែតគ្រាប់នៅមុខហើយសេរីបគ្រីយ៉ាជាអ្នកតែតគ្រាប់តាមស្មើ15នាទីលើកទី1ក៏មានឱកាសបារៀងខ្លួនផងដែរសម្រាប់ក្រុមទាំងពីរតែយើងមើលឃើញថាប្រកាន់ទីស្វ័យរៀងគ្រប់គ្រងច្រើនជាងហើយដាក់សម្ពាធជាច្រើនបាទលើកច្រើនសារផងដែរត្រង់នេះមិនរតនៈទាត់ទៅបុកបង្គោលទីបាននិយាយអំពីគ្រាប់បាល់ឬក៏ការប៉ុនប៉ងគឺវាច្រើនលើសលប់មែនតែនប៉ុន្តែហាក់ដូចជាមិនមានសំណាងបាទបាល់ទាត់ដោយជូសិនតិនៅក្នុងប្រអប់គៀកមែនតែនប្រហែលជា10ម៉ែត្ររំលងរបស់ទីមិនរតនៈឈរទាត់ដោយអ្នកចាំទីអស់ជំហរទៅហើយបុកជាមួយនឹងមង្គលទីក្រោយមកទៀតក៏មានការបញ្ជូនហើយក៏ទាត់ដោយ Pablo បាទមិនមានគ្រាប់បាល់កាត់ឡើងទេនៅម៉ោងបន្ថែម15នាទីលើកទី1ចូលដល់15នាទីលើកទី2បាទយើងឃើញថាក្រុមទាំងពីរក៏ធ្លាក់គុណភាពកម្លាំងរៀងខ្លួនផងដែរប្រកាន់រាជនៅតែជាក្រុមដែលដាក់សម្ពាធលើក្រុមភ្ញៀវ Arkadag ដដែលក៏ទាត់ free kick ត្រង់នេះចេញមកដាល់បាល់ដោយ Cheriev បាទយើងមើលបាទបញ្ជូនមកហើយអ្នកចាំទីគាត់ចេញទៅដាល់បាល់បានត្រង់នេះហើយជាការបញ្ជូនដ៏ល្អដាវ៉ារ៉ាធ្លាក់កម្លាំងមែនទែនហើយល្បឿនក៏ធ្លាក់ដែរអ្នកចាំទីក៏ចេញរៀងស្ទើរបន្តិចធ្វើឲ្យ Anna Dudiev អាចបញ្ចប់ទីបានសម្រេចគ្រាប់បាល់នៅនាទីទី112នៃការប្រកួតតាមរយៈការវាយបកដោយដាក់កីឡាករប្រយុទ្ធម្នាក់នៅខាងលើហើយបញ្ជូនបាល់មកគ្រាប់បាល់ជ័យជំនះគឺកើតឡើងពីការទាត់បញ្ចូលទីរបស់កីឡាករ Anna Dudiev នៃក្លឹបបាល់ទាត់ FK Arkadag ដែលធ្វើឲ្យពួកគេបានគ្រងជើងឯកនៅក្នុងការប្រកួតបាទ AFC Challenge League 2024-2025 នៅឯទីលានយើងឃើញថាមានការរៀបចំបានរួចរាល់ហើយនៅឆាកសម្រាប់ប្រគល់មេដាយឬជាពានរង្វាន់ផងដែរOfficials of the final, we would like to invite Dr. Tran Quoc Tuan, chairperson of the AFC Competition Committee, to present the commemorative medals to the match officials of the final match. Please welcome to the stage the match officials for the final match. Referee Kim Igor, first assistant referee Ykjam, second assistant referee Jun Jie, fourth official Kim Dayon, reserve assistant referee Bong Kyo, video assistant referee Kim Wosu, assistant video assistant referee Jae Seung-yeop, all from Korea Republic.
Ladies and gentlemen, the Fair Play Award goes to Svairing FC. This award is presented to the club who has performed with the greatest merit throughout the competition in the virtue of fair play. Challenge League 2024-2025 top goal scorer. We invite General Kim Same, Vice President of the Football Federation of Cambodia. And the top goal scorer award goes to Altimira Danadurdev from FC Arkadag, who scored a total of 5 goals throughout the competition. Dr. Tran Kuokwan to present the AFC Challenge League 2024-2025 Most Valuable Player Award. And the Most Valuable Player Award goes to Tirkiso Salazar from FC Arkadag. The Most Valuable Player is awarded to the player who has shown excellence in play and his overall contribution to their club during the entire tournament. Ladies and gentlemen, please welcome onto the stage the runner-up of the AFC Challenge League 2024-2025, Svairieng FC.
the champions of AFC Challenge League 2024-2025, FC Arkadag!